បាទបងប្អូននេះខ្ញុំមកជួយតេស្តជួយឆែក 4AA ជូនបងប្រុសមួយគ្រឿងហើយឡានប្រភេទនេះបាទបងប្អូនដឹងហើយរូបរាងលក្ខណៈប្រអប់លេខបច្ចេកទេសរបស់វាដូច330ដែរក៏ប៉ុន្តែវាប្រើពពួកម៉ាស៊ីន hybrid កម្លាំងវាគឺខ្លាំងជាង330ស៊ីប្រេងតិចជាង330ទៀតយើងទិញប៉ះផែនភិនភាគឡាន data សនំស្អាតអញ្ចឹងទៅគឺកម្រិតស៊ីប្រេងវា6-7លីត្រទេ100គីឡូតែប៉ះម៉ាស៊ីនស្ទើរឬក៏អត់សូវចេះថែទាំអីអាហ្នឹងក៏វាស៊ីប្រេងច្រើនជាងនឹងទៀតដែរចាអញ្ចឹងណាបាទហើយពួកនេះយើងទិញអាគុយខ្ញុំអត់សូវប្រយ័ត្នប្រហែលទេប្រយ័ត្នជាងគេ ABS អាគុយវាធ្វើអត់សូវអស់ច្រើនហ្មងទេតែសំខាន់ ABS ដូរមកគ្រាប់ទៅមកគ្រាប់ថ្លៃអញ្ចឹងណាហើយបើយើងអត់ចេះដូរដាក់ ABS ប្រភេទស៊េរីល្អយកមកដាក់ទៀតបាទដាក់បន្តិចប្រើបានយូរឯងកន្លះឆ្នាំមួយឆ្នាំមុំខូចទៀតអញ្ចឹងកាមេរី07 hybrid នេះមួយ 4AX នេះ2បាទឲ្យតែតកូល X របស់លុចសិស្សឆ្នាំខ្ពស់ទៀតប៉ុណ្ណាក៏ដោយតែធ្វើតេស្តបាទម៉ាស៊ីនមិនច្បាស់ការអាគុយ ABS មិនច្បាស់ការអាហ្នឹងប្រកាសជាមានបញ្ហាមិនច្បាស់ការកើតឡើងហើយអញ្ចឹងយើងត្រូវតែប្រយ័ត្នសង្កត់ធ្ងន់ទៅលើចំណុចទាំងអស់ហ្នឹងអញ្ចឹងណាហើយអរគុណបងប្រុសសម្រាប់ទំនុកចិត្តនៅក្នុងការ verify តេស្តមើលម៉ាស៊ីនប្រអប់លេខហើយនឹងអាគុយ ABS 4AX មួយគ្រឿងលក្ខណៈនៃការមើលឡានយើងមើលហើយបុកប៉ះក្លាបកាត់តស្ងោបដូរពណ៌ម៉ាស៊ីនប្រអប់លេខនៅគ្រាន់បើអត់ណោះពុកបាតច្រេះប្រវត្តិសុកក្រៅហើយមួយទៀតលក្ខណៈពិសេសមួយទៀតយើងមើលឯកសារសេនខ្លែងខ្លាយអញ្ចឹងទៅលេខតួលេខម៉ាស៊ីនត្រូវគ្នាអត់ណោះរត់តេស្តសាកជើងក្រោមសនំ data ផែនភិនភាគទឹកថ្នាំបាញ់កន្លែងណាខ្លះសាច់ដៃស្ទើរកន្លែងណាហ្វិចកន្លែងណាឡើងវិញខ្លះអីចឹងទៅមកចប់ងាយស្រួលគាត់យកទៅប្រើប្រាស់បាទតែបងប្អូនយល់ទេពពួក 4AX នេះត្រូវ specific ទៅលើអាគុយហើយនឹង ABS ឲ្យខ្លាំងជាងគេណាអរគុណត្រូវការឆែកប្រវត្តិឡាន IT Auto Check បងប្អូនអ្នកជិះឡានតត្រូវការលក់តម្លាក់ឲ្យខ្ញុំបានអរគុណ